ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺមកលេងនៅវាលស្រែហើយមកលេងនេះគឺគោលដៅយកអីវ៉ាន់មកផ្ញើផងហើយចង់ជំរាបជូនក៏ដូចជាឆ្លើយតបទៅកាន់បងប្អូនយើងសួរខ្ញុំថាហេតុអីបានជាតែងតែយកសេវាតម្លៃសេវាបញ្ញាអីវ៉ាន់ហ្នឹងគឺថ្លៃខុសគេខុសឯងហើយអញ្ចឹងវីដេអូនេះនឹងមានចម្លើយឆ្លើយជូនបងប្អូនអញ្ចឹងកុំឲ្យខាត់ពេលយូរខ្ញុំនឹងរៀបចំអីវ៉ាន់រួចយកទៅផ្ញើហើយនឹងបង្ហាញតម្លៃជូនអំពីសេវាកម្មដឹកជញ្ជូនពីរគឺ JNT និងវរៈបន្ថែមជូនបងប្អូនតែម្ដងតោះបាទអញ្ចឹងកញ្ចប់អីវ៉ាន់2នេះគឺប៉ិនគ្នាទេបងប្អូនណាកញ្ចប់អីវ៉ាន់2នេះគឺប៉ិនគ្នាទេហើយទៅខេត្តដូចគ្នាទៀតទៅខេត្តកំពង់ស្ពឺនេះគឺទៅកំពង់ស្ពឺដែរហើយអីវ៉ាន់នេះបើពីខ្ញុំទៅផ្ញើចេញពីទីរួមខេត្តសៀមរាបអញ្ចឹងឆ្លងភ្នំពេញគេហៅថាអីវ៉ាន់ឆ្លងខេត្តណាបងប្អូនហើយអញ្ចឹងចាំមើលអីវ៉ាន់2កញ្ចប់នេះខ្ញុំយកទៅផ្ញើនៅក្រុមហ៊ុនដឹកជញ្ជូន JNT ហើយមួយទៀតខ្ញុំយកទៅផ្ញើនៅក្រុមហ៊ុនដឹកជញ្ជូន VET នេះគឺវីរៈបន្ថែមចាំមើលតម្លៃពីរនេះបងប្អូនថាតើមួយណាមានគេយកតម្លៃថ្លៃជាងអញ្ចឹងបញ្ជាក់ជូនបងប្អូនថាពីរនេះគឺក្រុមហ៊ុនដឹកជញ្ជូនវីរៈបន្ថែមយកតម្លៃថ្លៃជាងប៉ុន្តែតម្លៃម៉ានបងប្អូនចាំអត់មើលទាំងអស់គ្នាណាហើយអញ្ចឹងទៅកំពង់ស្ពឺគឺដូចគ្នាប៉ុន្តែទៅតាម JNT គឺអស់តម្លៃតិចជាងហើយតាម JNT រយៈពេលតែ1យប់នោះទេមិនដល់តាមវីរៈបន្ថែមអាចតជើងរហូតដល់2យប់ជួនកាលក៏1យប់ដល់ដែរប៉ុន្តែភាគច្រើនគឺ2យប់អានេះជួនកាល2យប់ដែរប៉ុន្តែភាគច្រើនគឺតែ1យប់ទេដល់ហើយភាគច្រើនបងប្អូនណាហើយអញ្ចឹងតាមដានទស្សនាទាំងគ្នាពេលខ្ញុំយកទៅផ្ញើខ្ញុំនឹងថតតម្លៃនៅលើវិក័យប័ត្រផ្ញើនឹងតែម្ដងជូនបងប្អូនមើលថាតើក្នុងមួយកញ្ចប់វរៈបន្ថែមហើយនឹង JNT គេយកតម្លៃខុសគ្នាមិនហើយអញ្ចឹងជាហេតុផលដែលខ្ញុំពិបាកលក់មែនតើបន្ទាប់ពីរៀបចំអីវ៉ាន់រួចបងប្អូនគឺធ្វើដំណើរតាមផ្លូវជាប់មាត់ធ្វើដំណើរតាមផ្លូវយកវ៉ាន់ទៅផ្ញើហើយតាមផ្លូវនេះគឺយើងបានឃើញឡានមួយគឺឡានកងរាជអាវុធហត្ថខេត្តកំពុងតែដឹកបងធំយើងហើយអញ្ចឹងបងធំគឺភាគច្រើនគឺក្នុងត្រង់ហ្នឹងហើយបងប្អូនមានអាសន្នអន់ក្រជួបក្មេងដំណើងអគិភ័យអីអាចទំនាក់ទំនងបានលេខនៅលើឡានមិញបងប្អូនលេខ hotline របស់កងរាជអាវុធហត្ថឥឡូវមកដល់ហើយបងប្អូនដល់ JNT ហើយអញ្ចឹងយើងដាក់ផ្ញើអីវ៉ាន់មួយនៅតាម JNT អញ្ចឹងទីតាំងទៅខេត្តកំពង់ស្ពឺហើយចាំមើលចេញលទ្ធផលវិក័យប័ត្រផ្ញើអីវ៉ាន់មកថាតើតម្លៃផ្ញើអីវ៉ាន់ខាងសេវាកម្ម JNT គឺយកតម្លៃប្រហែលដែរឥឡូវចេញមកនេះបងប្អូនណាគឺតម្លៃត្រឹមតែ6200រៀលតែប៉ុណ្ណោះអញ្ចឹងកញ្ចប់អីវ៉ាន់ប៉ុណ្ណឹងណាបងប្អូនកញ្ចប់អីវ៉ាន់ប៉ុណ្្នឹងគ្នាហ្នឹងអញ្ចឹងខ្ញុំក៏បន្តដំណើរយកអីវ៉ាន់មួយកញ្ចប់ទៀតដែលភ្ញៀវតម្រូវឲ្យផ្ញើតាមវរៈបន្ថែមជូនគាត់អញ្ចឹងយើងបានមកដល់វរៈបន្ថែមហើយទៅខាងខេត្តកំពង់ស្ពឺដូចគ្នាហើយនេះគឺជាចម្លើយបាទហើយក៏សូមអរគុណបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានវីដេអូអត់ប្រយោជន៍នេះតាំងពីដើមរហូតដល់ចប់ជូនពរបងប្អូនជួបប្រទេសតែពុទ្ធពរទាំងឡាយ3ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លៀតឡើយជូនពរឲ្យក្រុមហ៊ុនដឹកជញ្ជូនកាន់តែមាន